ដោយសារតែរូបរាងដ៏លេចធ្លោរបស់នាងត្រូវបានម្ដាយរបស់នាងអបក្រសោបតាមពីស្ទីលប្រុសម្នាក់នេះអ្នករាល់គ្នាក្នុងភូមិខ្ញុំគិតថាគាត់គ្រាន់តែមើលទៅមធ្យមក្តារលាងសម្អាតរហូតដល់ថ្ងៃដែលគាត់កំពុងធ្វើការខ្ញុំបានឃើញមនុស្សម្នាក់បំពោខ្ញុំព្រះអង្គម្ចាស់ពេលអ្នកទាំងពីរប៉ះទង្គិចគ្នាព្រះអង្គម្ចាស់បានហែកវាចេញភ្លាមសម្លៀកបំពាក់របស់គាត់ប៉ុន្តែនៅពេលនេះវាងដែលត្រូវបានឲ្យខ្ញុំអាចទ្រាំទ្រនឹងរឿងនេះកាលប៊ូចង់បានដោយមិនស្ទាក់ស្ទើរគាត់ចង់កាន់កាប់ស្ត្រីស្ត្រីរូបនោះបានព្យាយាមរត់គេចប៉ុន្តែមិននឹកស្មានដល់វាត្រូវបានហែកចេញដោយព្រះអង្គម្ចាស់បន្ទះក្រណាត់ដែលម្ដាយគាត់បានរុំជុំវិញគាត់កំបាំងនេះត្រូវបានលាក់ទុកអស់រយៈពេល20ឆ្នាំត្រូវបានគេរកឃើញហើយព្រះអង្គម្ចាស់សម្លឹងមើលស្ត្រីនៅនេះខ្ញុំបាត់រំការគ្រប់គ្រងទាំងស្រុងគាត់បានលើកស្ត្រីនោះឡើងភ្លាមមនុស្សនោះបានទៅដើមឈើធំមួយក្បែរដើម្បីឆ្លងកាត់យប់ដ៏មិនសមហេតុផលនេះបន្ទាប់ពីស្ត្រីនោះបានព្យាបាលព្រះអង្គម្ចាស់ជនបានរត់គេចខ្លួនដោយភ័យស្លន់ស្លោដោយនឹងនៅជាមួយបុរសម្នាក់នេះទៀតពួកគេបានឆ្លងកាត់ដោយមិននឹកស្មានដល់10ខែក្រោយមកស្ត្រីនោះនាងបានសម្រាលកូនរបស់ព្រះអង្គម្ចាស់ម្ដាយរបស់គាត់ចង់ការពារកេរ្តិ៍ឈ្មោះរបស់គាត់នេះចំពោះពិភពខាងក្រៅគ្រាន់តែនិយាយថាជំងឺដែលយើងបានទៅយកនោះមានឈ្មោះថាប៉ុន្តែពួកចោរក្នុងស្រុកនេះអាក្រក់ណាស់ចៅហ្វាយនីទី2ដែលមានអំណាចខ្លាំងមនុស្សច្រណែនចាប់អារម្មណ៍ខ្លាំងណាស់ពេលដឹងពីយូរការមានកូនក្រៅអាពាហ៍ពិពាហ៍ត្រូវបានចាត់មនុស្សបានមកមាត់ទ្វារដើម្បីចាប់ក្មេងនោះគាត់បានបង្ខំស្ត្រីនោះឲ្យជួយដើម្បីឲ្យស្ត្រីនោះគេចផុតពីឆ្នាំដៃរបស់ម៉ៃបានកាន់យ៉ាងអស់សង្ឃឹមជនកំណាចបានប្រាប់គាត់ឲ្យនាំក្មេងទៅកំពុងរកមើលឪពុកបង្កើតរបស់គាត់ស្ត្រីនោះគ្មានជំរឿអ្វីក្រៅពីយកវាទៅក្មេងនោះរត់មុនហើយបន្ទាប់ពីបានដាក់ក្មេងនោះឲ្យដើម្បីជួយសង្គ្រោះម្ដាយរបស់គាត់ម្ដងទៀតគាត់ត្រូវបានគ្មានកន្លែងណាត្រូវទៅយកកូនទៅកន្លែងនោះចាប់ពីយប់នោះនឹកឃើញដល់អ្វីដែលបុរសនោះបាននិយាយពីមុនស្ត្រីនោះជឿថាគាត់នឹងមិនបោះបង់ចោលនាងឡើយក្មេងនោះដូច្នេះហើយនាងក៏យកក្មេងនោះទៅជាមួយខ្សែក្បូងថ្មរបស់ព្រះអង្គម្ចាស់ត្រូវបានដាក់ជាមួយគ្នាគាត់ក៏ប្រញាប់ប្រញ័រពួកគេបានចាក់ចេញហើយសង្កេតមើលពីស្រមោលមិនយូរប៉ុន្មានក្បួនដង្ហែរបស់ព្រះអង្គម្ចាស់បានឃើញស្ត្រីនោះនៅឆ្ងាយគាត់ដឹងភ្លាមថានាងគឺជាស្ត្រីនោះដែលមកយឺតក៏បានផ្ដល់ការណែនាំបង្គាប់របស់គាត់ត្រូវតែធ្វើអ្វីដែលនាងបានយកវាមកវិញហើយក្មេងនោះក៏វាទំនងជាឆ្អឹងរបស់ព្រះអង្គម្ចាស់ផ្ទាល់នាងត្រូវប្រញាប់ទៅយកសាច់នេះដំណឹងល្អសម្រាប់ព្រះរាជបុត្រក្នុងពេលជាមួយគ្នានេះពួកគេបានត្រឡប់មកវិញដោយជោគជ័យចាស់កំពុងគ្រូពេទ្យអធិរាជបានធ្វើរោគវិនិច្ឆ័យថាដោយសារតែរឿងនេះធ្វើឲ្យខ្ញុំគ្មានកូនចាស់ហន្តរាយភ្លាមអធិរាជគឺជាមនុស្សតែម្នាក់គត់របស់គាត់សោកស្ដាយចំពោះលទ្ធភាពដែលកូនប្រុសរបស់គាត់អាចមានកូនចាស់កន្លងផុតទៅអ្នកបម្រើរបស់ព្រះអង្គប្រញាប់ទៅយកកូនតូចព្រះអង្គម្ចាស់បានស្គាល់គាត់ភ្លាមបន្ទាប់ពីដឹងឈ្មោះទារកខ្ញុំបានឃើញដៃទារកពុករាជវង្សតែមួយគត់នៅលើដៃដោយបានចាក់សាក់ស្នាមកំណត់ខ្ញុំយល់ភ្លាមថានេះមានន័យយ៉ាងណាឈាមរបស់ព្រះអង្គផ្ទាល់យ៉ាងខ្លាំងពួកគេបានចុះហត្ថលេខាលើកិច្ចសន្យាបានប្រពដែលធ្លាក់ពីលើមេឃដូចគ្នាគឺជាចៅប្រុសពើរបស់អធិរាជប៉ុន្តែបញ្ហាធំបានបន្តគ្នាបញ្ហាតូចបានបន្តរបស់អធិរាជបានញំអស់រយៈពេល3យប់ដោយមិនគិតពីវិធីសាស្ត្ររបស់គីលានុគាត់បានបន្តទៅមុខឥតឈប់ឈរដោយប្រើគ្រប់មធ្យោបាយដែលឲ្យនាងដាក់មកចុះផឹកទឹកដោះព្រះរាជាទ្រង់មានព្រះតីព្រួយបារម្ភយ៉ាងខ្លាំងហើយបានដ៏មានតម្លៃរបស់គាត់ហៀបនឹងគាត់នឹងទូនកំពុងឃ្លានអាហារងាកមកភ្លាមស្រាប់តែមានរឿងធំមួយអ្នកបម្រើដ៏រៀបទៀបរបស់អ្នកហ៊ាននិយាយដោយគោរពមានតែកូនឆ្លាតទេជីដូនដែលស្គាល់ម្ដាយរបស់ខ្លួនបាននិយាយទាំងអស់ព្រះចៅអធិរាជបានចេញព្រះរាជក្រឹត្យភ្លាមលើមនុស្សក្នុងស្រុកនេះត្រូវបានបិទផ្សាយពីពេញប្រទេសជាពណ៌លឿងដោយមិនគិតថ្លៃអ្វីទាំងអស់កំពុងស្វែងរកម្ដាយបង្កើតរបស់ចៅប្រុសអធិរាជតើអ្នកណាអាចឲ្យព្រះអង្គម្ចាស់ទូចស៊ីវាបានដោះគោមួយកែវដំបងទទួលបានរង្វាន់ជាមាសមួយយ៉ាងណាមិញនៅពេលនេះស្រីសូមលើកក្រោយពេលខ្ញុំត្រឡប់មកផ្ទះវិញខ្ញុំចង់បានជួយសង្គ្រោះដោយក្រុមគ្រួសាររបស់ខ្ញុំមិនដែលនឹកស្មានតែស្រីធ្វើបាបខ្ញុំកំពុងប្រញាប់ត្រឡប់មកវិញវាមិនអាចទៅរួចទេក្នុងការត្រឡប់មកវិញនៅថ្ងៃនេះគេចខ្លួនគាត់ពិតជាកំពុងចង្អុលម្រាមដៃមកទីនេះមែនគ្រប់ដណ្ដប់លើមេឃប៉ុន្តែតើអ្នកហ៊ានប្រកួតប្រជែងជាមួយយ៉ាងនេះលួចស្ត្រីមែនទេវាបង្ហាញថាមុនពេលស្ត្រីនោះត្រឡប់មកវិញដោយឃើញថាវិមានរបស់ព្រះអង្គម្ចាស់នៃយ៉ាងនេះស្ថិតនៅក្នុងថៃកាសាមដូច្នេះស្ត្រីហាក់ខ្ញុំបានឃើញខ្សែជីវិតមួយជីទូទៅសេចក្តីជូនដំណឹងពណ៌លឿងនៅលើជញ្ជាំងបានត្រឡប់មកវិញហើយផ្លាស់ចេញពីភាគខាងជើងនៃទីខ្ញុំបានចុះឈ្មោះធ្វើជាគិលានុបដ្ឋាយិកាសាមអំពើអាក្រក់ត្រូវបានគំរាមកំហែងជាបណ្ដាជនសំណាញ់នោះបានបន្សល់ទុកមរតកលោកបាននិយាយថាលោកនឹងវិលត្រឡប់មកជាមួយព្រះអង្គលោកចាញ់ទៀតពួកគេក៏កំពុងស្វែងរកដោយក្តីបារម្ភគាត់បានស្វែងរកម្ដាយរបស់កុមារវាចំណាយពេល10ខែពេញប៉ុន្តែមានតែក្រោយពីទទួលបានដំណឹងដ៏អាក្រក់មួយមន្ត្រីក្រមអវិយរបស់លោកដណ្ដប់ដោយពួកត្រូវបានលាតទីចេញអ្វីដែលក្រុមអ្នកអំដំណើរបានឃើញរបស់ព្រះអង្គម្ចាស់បេះដូងខ្ញុំលេចទៅបាតច្រឡំភ្នំនេះជារឿងតែមួយគត់ក្នុងរយៈពេល20ឆ្នាំកន្លងមកនេះនាងបានស្លាប់ដូចនោះនៅលើជញ្ជាំងទីក្រុងការបញ្ចុះសពនេះពិតជាទាន់សម័យណាស់មែនហើយ3ថ្ងៃក្រោយមកនៅមុខវិមានរបស់ព្រះអង្គម្ចាស់មនុស្សមួយក្រុមជ្រើសរើសគិលានុបដ្ឋាយិកាស្រីនោះចាប់ផ្ដើមដោយភាពភ័យស្លន់ស្លោអារម្មណ៍ថប់បារម្ភតម្រង់ជួរនាងត្រូវតែដាក់ពាក្យសុំការងារនេះជាមធ្យោបាយរបស់នាងដើម្បីគេចចេញពីកណ្ដាលតែមួយគត់គឺនៅពេលដល់វេនស្ត្រីត្រូវបោះជំហានទៅមុខនោះអ្នករំលោភបំពានឥតឈប់ឈរយ៉ាងណាមិញនាងក៏បានដើរតាមដែរប្រឈមមុខនឹងភាពអវិជ្ជមានមន្ត្រីដែលទទួលខុសត្រូវលើការជ្រើសរើសស្ត្រីម្នាក់នេះកំពុងបង្ខូចកេរ្តិ៍ឈ្មោះស្ត្រីមេម៉ាយម្នាក់មកពីភូមិលោហឺប្តីខ្ញុំបានស្លាប់អស់រយៈពេល8ឆ្នាំហើយនាងទើបតែសម្រាលកូនប្រុសកំសត់ម្នាក់អ្នកចង់មានន័យថាការមិនស្ដាប់បង្គាប់ឪពុកបែបនេះមែនទេតើមនុស្សប្រភេទណាដែលមានសមត្ថភាពទៅជួបចុះយ៉ាងណាចំពោះបរិស្ថានជុំវិញព្រះអង្គម្ចាស់វិញប្រជាជនសាមញ្ញក៏បានចូលរួមក្នុងការពិភាក្សាអល់ទៅស្ត្រីនោះមន្ត្រីទទួលបន្ទុកការជ្រើសរើសពេលលើដូច្នេះភ្លាមគាត់ក៏ចង់និយាយឈ្មោះរបស់ស្ត្រីរូបនោះត្រូវបានផ្លាស់ប្ដូរចេញនៅតាមស៊ីបាហើយបានបញ្ជាឲ្យបានអូសទាញបេះដូងដ៏មានតម្លៃរបស់អ្នកចេញឥឡូវនេះខ្ញុំបានកាត់ផ្ដាច់ផ្លូវឡើងគ្រាន់តែដឹងពីរបៀបរៀបការជាមួយនាងហើយភ្ជាប់ខ្លួនអ្នកទៅនឹងជាមួយខ្ញុំបានហាយកខ្ញុំទៅជាមួយក៏បានពួកអ្នកធ្វើបាបត្រូវតែធ្វើវានៅចំពោះស្ត្រីនោះត្រូវបានអូសទាញដោយបង្ខំស្ត្រីនោះបានតស៊ូយ៉ាងអស់សង្ឃឹមសម្លឹងមើលវិមានរបស់ព្រះអង្គម្ចាស់វាអាចទៅរទេដែលថាច្រកទ្វារក្រហមរបស់វាសនារបស់វិប្រោះពិតជាចិត្តដល់ទីដូច្នេះបានស្លាប់នៅក្នុងដៃរបស់ជនកំណើតវានៅទីនេះទេសេងយ៉ាងណាក៏ដោយនៅទីនេះរួយវាងសេងឈៀវបានមកហើយឈប់